បាទគោរពជំរាបសួរថ្ងៃនេះខ្ញុំមានប្រធានបទ2ដែលត្រូវលើកយកមកអត្ថាធិប្បាយពាក់ព័ន្ធនឹងការលើកឡើងរបស់ Cambodia Daily អំពីការធ្វើបដិវត្តពណ៌ការធ្វើបដិវត្តពណ៌ដែលក្រមមាននានាការប្រឆាំងជលនិយមបែបទុច្ចរិតមកកាន់រាជរដ្ឋាភិបាលតែងតែមានវិធីសាស្ត្រនៅក្នុងការបញ្ចុះបញ្ចូលប្រជាពលរដ្ឋជាពិសេសយុវជនដែលនៅក្នុងប្រទេសឲ្យដើរទៅតាមមាគ៌ារបស់គេដើម្បីជំរុញបង្កើនកំហឹងរបស់ពួកគេទាំងដែលពួកគេនៅក្មេងសេចក្តីដូចយើងឃើញហើយថាដៃជើងនៃអ្នកដើរតាមមាគ៌ារបស់ពួកគេកាលពីកន្លងមកអ្នកដែលពាក់ព័ន្ធជាមួយនឹងរឿងយកវិស័យបរិស្ថានជាលេសពុលីដើមឈើកាត់ទីក្រុងភ្នំពេញអីហ្នឹងត្រូវបានអាជ្ញាធរខាត់ខ្លួននឹងទុកមួយដុំដើម្បីកុំឲ្យបង្កសកម្មភាពឲ្យនៅពេលបច្ចុប្បន្ននេះក៏ប៉ុន្តែសម្រាប់អ្នកនៅឯនេយសមុទ្រនៅតែបន្តដង្ហោយហាវរកយុវជនណាដែលហ៊ានដើរទៅតាមមាគ៌ារបស់គេដើម្បីបន្តសកម្មភាពទុច្ចរិតមកកាន់ប្រទេសកម្ពុជាយើងត្រូវដឹងថាកម្ពុជាយើងមិនមែនដោយការលើកឡើងរបស់ពួកគេនោះទេហើយពួកគេតែងតែយកកម្ពុជានេះទៅប្រៀបធៀបជាមួយនឹងប្រទេសណាដែលវាអស្ថិរភាពនយោបាយប្រទេសណាដែលកើតបញ្ហាហេតុអីបានគេមិនយកកម្ពុជារបស់យើងនៅពេលបច្ចុប្បន្ននេះទៅប្រៀបធៀបនៃអំឡុងពេលរបបខ្មែរក្រហមផងថាវាលំបាកយ៉ាងណាសម្រាប់ប្រជាពលរដ្ឋលោកតាលោកយាយនៅពេលចំនួននោះទម្រាំតែរួចផុតពីសេចក្តីស្លាប់អំពីការកាប់សម្លាប់របស់របបបល័យពូជសាសន៍ដែលគេហៅថាកម្ពុជាប្រជាធិបតេយ្យនោះហេតុអីបានគេមិនប្រៀបធៀបទៅនៅចំណុចនោះផងហើយអ្វីដែលយើងគួរឲ្យអត់សំណោចនោះពេលខ្លះបុគ្គលមួយចំនួនដែលឡើងអត្ថាធិប្បាយនៅក្នុង Cambodia Daily ក្តីអាស៊ីសេរីក្តីបែរជាប្រៀបធៀបសម័យកាលបច្ចុប្បន្នដឹកនាំដោយសម្ដេចបវរធិបតីហ៊ុនម៉ាណែតនេះទៅជារបបដែលដឹកនាំដោយសម័យប៉ុលពតទៅវិញសួរថាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសលោកចេះស្វែងយល់ទេការប្រៀបធៀបបែបនេះហាក់បីដូចជាមើងងាយមាក់ងាយយ៉ាងធ្ងន់ធ្ងរមកកាន់ប្រជាពលរដ្ឋខ្មែរនៅពេលបច្ចុប្បន្ននិងប្រជាពលរដ្ឋអតីតកាលដែលគាត់ផ្សល់ជីវិតរស់រៀនមានជីវិតមកដល់បច្ចុប្បន្នថាវាស៊ីគ្នាទេសង្គមបច្ចុប្បន្នដែលពួកគេយកទៅប្រៀបធៀបជាមួយនឹងសម័យកម្ពុជាប្រជាធិបតេយ្យតើប្រទេសកម្ពុជាការអតីតកាលមានការអភិវឌ្ឍដល់កម្រិតមួយដូចបច្ចុប្បន្នដែរឬទេយើងតែងតែចោទប្រកាន់ចំពោះថ្នាក់ដឹកនាំនៃគណៈបកប្រជាជនកម្ពុជាជាពិសេសក្រុមគូសារសម្ដេចតេជោហ៊ុនសែនក៏ប៉ុន្តែយើងមិនបានគិតទេថាឪពុកម្ដាយរបស់យើងសាច់ញាតិរបស់យើងចាស់ទុំកាលពីកន្លងមកដែលរួចផុតពីសម័យខ្មែរក្រហមគឺបានរស់រានមានជីវិតដោយសារក្រុមនៃសម្ដេចតេជោហ៊ុនសែននេះហើយដែលអ្នកដឹកនាំកម្លាំងរំដោះហើយរៀបចំការដឹកនាំប្រទេសពីមួយដំណាក់កាលទៅមួយដំណាក់កាលធ្វើឲ្យកម្ពុជាលេចធ្លោនៅក្នុងពិភពលោកនៅពេលបច្ចុប្បន្ននេះដែលប្រជាពលរដ្ឋទូទាំងសកលលោកគេបានស្គាល់កម្ពុជាគេបានស្គាល់អង្គរវត្តគេចង់មកទស្សនកិច្ចគេចង់មកទេសចរឡើងវិញនោះយើងត្រូវតែប្រៀបធៀបដូចនេះផងហើយសម្រាប់យុទ្ធសាស្ត្រផ្សេងនៃមេដឹកនាំទុច្ចរិតនៅតែបន្តចិញ្ចឹមចិត្តញុះញង់ធ្វើឲ្យខ្មែរបែកបាក់ខ្មែរបានសុខហើយខ្មែររីកចម្រើនប៉ុណ្ណេះហើយគេថាខ្មែរកំពុងតែពិបាកកំពុងតែរងគ្រោះធ្ងន់ធ្ងរដោយសារការដឹកនាំរបស់គណៈបកប្រជាជននិងមជ្ឈដ្ឋានផ្សេងទៀតដែលគេតែងតែវាយប្រហារមកលើថ្នាក់ដឹកនាំនៅពេលបច្ចុប្បន្នតែសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រជាពលរដ្ឋមួយចំនួនធំនៅឯនេយសមុទ្រគេបានដឹងច្បាស់ណាស់នៅពេលដែលគេមកលេងប្រទេសកម្ពុជាម្ដងគេមិននឹកស្មានដល់ថាកម្ពុជាវិវត្តមកដល់កម្រិតនេះនោះទេហើយប្រជាពលរដ្ឋខ្មែរយើងដែលនៅបរទេសដូចជាបារាំងអូស្ត្រាលីកាណាដាអាមេរិកអីពេលខ្លះគាត់មកគាត់មានការខ្មាស់ខ្លួនឯងទៅទៀតអ្នកមួយចំនួនគាត់ខ្មាស់ត្រង់ថាប្រសិនបើគាត់មិនបានមកដល់ប្រទេសកម្ពុជាមិនបានមកឃើញជាក់ស្ដែងទេប្រកាសណាស់គាត់នឹងចាញ់មនោគមវិជ្ជាបោកប្រាស់នៃការញុះញង់របស់ក្រមទណ្ឌិតសំរងស៊ីនេះឯងដែលតែងតែបង្កភាពភូតកុហកទៅដល់ប្រជាពលរដ្ឋខ្មែរហើយដោយសារតែទាល់ច្រកអស់ផ្លូវនយោបាយដែលត្រូវយកមកជជែកជាមួយនឹងសម្ដេចតេជោជជែកជាមួយនឹងរាជរដ្ឋាភិបាលដើម្បីសុំចូលរួមរស់នៅក្នុងប្រទេសវិញគេបង្កើតព្រឹត្តិការណ៍ញុះញង់បង្កបញ្ហាផ្សេងដើម្បីបញ្ជ្រាបនៅយុទ្ធសាស្ត្ររបស់គេឲ្យជ្រាបទៅដល់សកម្មជនប្រឆាំងផ្សេងឲ្យកាន់តែជ្រួលជ្រៅដើម្បីធ្វើសកម្មភាពទុច្ចរិតមកលើសង្គមជាតិកម្ពុជាតែអ្នកត្រូវដឹងថាសម័យកាលនេះទៅហើយប្រជាពលរដ្ឋខ្មែរក៏ដូចជាយុវជនមិនអនុញ្ញាត
ឲ្យអ្នកឯងមកបំផ្លាញសង្គមជាតិគេដែលកំពុងតែមានសុខសន្តិភាពនេះទៀតទេមិនអនុញ្ញាតសោះឡើយហើយក៏មិនចង់ឃើញវត្តមានអ្នកឯងទៀតដែរពីព្រោះថាវត្តមានអ្នកឯងដឹកនាំនយោបាយប្រឆាំងជាច្រើនអាណត្តិមកហើយគឺបង្កតែបញ្ហាដល់សង្គមជាតិទេជាពិសេសអាណិតដល់យុវជនដែលចាញ់បោកអ្នកឯងដែលចាញ់មនោគមវិជ្ជាអ្នកឯងដើរតាមឃោសនាគោលនយោបាយរបស់អ្នកឯងនោះអ្នកឯងបង្អើលពួកគាត់ឲ្យទៅបាតកម្មបង្អើលពួកគាត់ឲ្យដើរទៅក្នុងកន្លងផ្លូវដែលខុសច្បាប់នោះធ្វើឲ្យពួកគាត់រងគ្រោះដោយសារការស្ទប់ស្កាត់នៅសកម្មភាពទុច្ចរិតទាំងឡាយពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចពីព្រោះថាប្រទេសជាតិមួយមានច្បាប់គេមិនអនុញ្ញាតឲ្យអ្នកឯងបង្កភាពមហន្តរាយទៅដល់តំបន់ណាឬក៏កន្លែងណាដែលស្ថិតនៅក្នុងប្រទេសឡើយពីព្រោះថាប្រទេសនេះកើតចេញពីការដឹកនាំដោយស្របច្បាប់កើតចេញពីការបោះឆ្នោតមានរាជរដ្ឋាភិបាលស្របច្បាប់ក៏ប៉ុន្តែយុវជនមួយចំនួនដែលមាននិន្នាការនេះឯងគឺជ្រុលនិយមមិនយល់អ្វីទៅដែលជាភាពល្អប្រសើររបស់សង្គមជាតិមិនយល់អ្វីទៅដែលជាភាពសុខដុមរមនារបស់សង្គមជាតិដែលប្រជាជាតិទាំងមូលចង់បានចេះតែបំពេញព្រោះតែចាញ់មនោគមវិជ្ជារបស់អ្នកឯងតើអ្នកឯងចង់បានអីទៀតអ្នកឯងចង់ឃើញប្រទេសកម្ពុជានឹងដោយសម័យកាលពីមុនឬក៏យ៉ាងណាបានអ្នកឯងអស់ចិត្តហើយអ្នកដែលដើរតាមគ្រប់គ្រងសំរងស៊ីរមើមឈប់ហើយល្មើមបញ្ចប់នៅការទទួលយកមនោគមវិជ្ជាបែបទុច្ចរិតមកដាក់ក្នុងខ្លួនឲ្យអនុវត្តទៅយើងត្រូវដឹងថាក្រុមសំរងស៊ីគេស្រែកគេប្រើមនោគមវិជ្ជាដាក់អ្នកឯងហើយយប់ឡើងគេគេងលើពូកគេមិនដែលយកភាពលំបាករបស់គេមករួមសុខរួមទុក្ខជាមួយអ្នកឯងទេគេយកតែរួមសុខរបស់គេដាក់ក្នុងខ្លួនទេចំណែកទុក្ខគឺគេបកគលឲ្យអ្នកឯងគួរតែចងចាំពីមួយដំណាក់កាលទៅមួយដំណាក់កាលហេតុអីបានជានៅតែបន្តគ្រប់គ្រងមនុស្សដែលធ្វើឲ្យខ្មែរតែងតែរងគ្រោះបែបហ្នឹងណានិយាយស្រួលនិយាយល្អជាមួយគ្នាគឺមិនបានទេសំរងស៊ីធ្វើនយោបាយដើម្បីតែខ្លួនឯងប៉ុណ្ណោះបើធ្វើនយោបាយដើម្បីសង្គមជាតិបើធ្វើនយោបាយដើម្បីអ្នកគ្រប់គ្រងតាំងតែ2013បោះឆ្នោតឲ្យអ្នកគ្រប់គ្រងយុវជនស្រែកឲ្យចូលសភាតែលោកកាឆេងលេងរត់ទៅបារាំងនោះđang chỉ cho cha đang bây giờ quấy đi từ mau cho sập here rồi nè từ phương bắt cam đang bây xong nên si cam được khá rong kru mà còn nào kru tay bằng biên cho mặt hai ấy ban chỉ dụ về chuyên dương nơi tái mình vô là nơi tận nắng cái pre lang một đó sờ máy cái này sầm cung chiết dương từ múc hơi dương rốc vị thi giang nè chui prap từ phải chia bột dương dụ về chuyên dương ở school làm pi đồng lấy này ca vì quạt ở bọc sầm cung dương về mến đặt phim đôi này ai trong ban ở chụp đôi chia bật ti đại cái áp thì quạt đuôi hơi nó tỉ này dương tới tại school rồi bọt này sầm cung chiết ở bọc dương ban về miếng sốc son thì phép rồi luôn từng ngọc này cô vận tải ban này ai mình vô từ nắng mình sốc son thì phép ta sầm rắp crom này ai mua chùm luôn tôi tay bẩn nóc sầm rắp sầm cung chiết Campuchia mua từng mua ní cứ khi ban sốc hơi thì ruộng cái cà pì đằng bay sốc chia nị ròn hỏi dương sông ô cun thằng đặc non tại ban cục crom rẽ xa nơi bật tê chiết ao dương ban sốc sờ vắt tập phép mà đo bên đi tư mình men xuống đi thì phụ thay trời đất mai dương đi lốp luôn này trời đất mai đi trong tranh trong cái này tầm bao này này bà sân chỉ ca đặc non không miên phép rừng thế cứ mình ai tụt scat mình ai tụt scat nâng ẩm pơ tụt trời đất ở bắc crom chưa được dùng ban thế